ច្រើនឥឡូវយើងឃើញថាភាគីទាំងសងខាងកំពុងតែប្រកែកគ្នាបាទកំពុងតែប្រកែកគ្នានៅទីតាំងកន្លែងការថែបាទលើកបងហើយបាច់ឲ្យដោះស្រាយមិនទេបងជិះម៉ូតូអសង្ឃហ្មងហ៎ជាធំហ៎បាទចឹងហើយតិចក៏ធំក្តារក្តោព្រោះឡានវាបងជិះពីណាទៅណាធំហ្នឹងធំជិះពីកើតមកចឹងហ៎ឆ្លងផ្លូវហើយអូនអាយធៀននោះជាជាអសង្ឃបាទស្មាស្របគ្នាទៅយ៉ាងម៉េចមកចឹងខ្ញុំបាំងឡានមើលឡានគេមកយើងធំបាទយើងឆ្លងដែរបាទដល់ពេលវាមកជ្រេបើកលឿនជ្រេចូលមកទៅមកដល់បោកប្រោដល់ខ្ញុំចាញ់ទៅបើអត់ចាច់វិញតិចម៉ូតូខ្ញុំទៀតចឹងឥឡូវស្កាត់ដៃឲ្យឈឺបាទឥឡូវថាសម្រាប់រួចខ្ញុំមិនឲ្យដល់ដែរថាពីខែលេខមកតាមអូខ្ញុំវាមិនខានទេតិចខ្លួនខ្ញុំចេះធ្វើខ្លួនឯងបានតែខាងនោះគេគៀបខ្លះដោះស្រាយតាមច្បាប់ផងគូចង់ឲ្យដោះស្រាយតាមច្បាប់គឺក៏ឲ្យក៏គូដោះស្រាយតាមច្បាប់ទៅទៅប្រហែលឲ្យជប់ដល់ខាងកោតមកចិត្តលើខាងបងជិះម៉ូតូធំនេះទេជិះពីកានមកហើយអូននោះជាអសង្ឃលេចមកអូបើឲ្យឆ្លងផ្លូវដល់ទៅចឹងបាំងឡានឆ្លងផុតនេះមកបដោតបាទអូគាត់ទៅក្រៅឡានយកខ្លួនមានមកយកមកទីមកក្រេមកពូម៉ូតូធំទូប្រយោជន៍ទៅឲ្យតាមម្ចាស់ម៉ូតូ CB ពណ៌ខ្មៅជាស្នាលេខដល់ភ្នំពេញហើយ 1JS ហើយ3985នេះគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ4ក្នុងទិសដៅពីកើតបលិចបណ្ដោយចំណុចកើតហេតុប្រហែលឆ្លងផ្លូវបាត់ឆ្វេងបាទឆ្លងផ្លូវបាត់ឆ្វេងហ្នឹងស្របពេលហ្នឹងដោយសារមានរថយន្តនៅខាងមុខគាត់ដែលកំពុងតែធ្វើដំណើរពីតាមបណ្ដោយផ្លូវជាតិលេខ4ក្នុងទិសដៅពីផ្លូវបកាបាទបន្ទាប់ពីគាត់ឆ្លងផុតរថយន្តតិចហ្នឹងក៏មានអូនប្រុសម្នាក់គាត់ជិះម៉ូតូ Honda Dream Song C125 ពីឆ្នាំ2022ពណ៌ខ្មៅនេះគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ4ក្នុងទិសដៅពីផ្លូវបកាដល់ចំណុចកោះថាគណៈពេលដែលម៉ូតូធំឆ្លងបានផុតឡានពីហ្នឹងក៏បានបុកគ្នាបាទយ៉ាងពេញកំហឹងតែតំណាងល្អហើយអ្នកជិះម៉ូតូទៅពីគ្រឿងម្នាក់ឯងនេះគឺរងរបួសស្រាលទេបាទឥឡូវវាទីទាំងសងខាងកំពុងតែធ្វើការចរចាគ្នានៅទីតាំងដែរថាថាមានសិទ្ធិបាទដល់ថាការจะใช้ទេបាទហើយគឺជួបvớiអូនអត់ហើយចឹងអូនឯងគិតមិនដោះស្រាយមិនឲ្យជាមួយគាត់ចាំដល់ខាងបងមកហើយនឹងខាងបាត់ចេញគាត់មកចឹងមើលតាមចាក់ដៃគាត់ផ្លូវវាត្រូវយើងបើកត្រង់ហើយបើបាំងឡាននេះជួបចឹងក៏ងាប់ដែរអ្នកងាប់បងអ្នកមិនតែជីយឺទេតែជីលឿនទេតែជីយឺទៅងាប់ទេបងមិនខំទួឲ្យបាំងចឹងហើយនៅចតចឹងហើយបាត់ចឹងគាត់មកចឹងចាំគាត់ទៅនេះដល់តែដោយសារគាត់ឆ្លងហ្នឹងពីមុនគាត់ឆ្លងបាទគាត់ឆ្លងទៅចតចឹងបាំងឡានបាទបាំងឡានទៅហើយគាត់និយាយថាទៅបាឡានទៅដឹងដល់ពេលគាត់ចេញផុតមុខឡានមកអូនឯងវាអឺដែរហើយទៅញ៉ាំដល់បងផ្លូវនេះមានតបណាត្រូវយឺតនេះបើនិយាយចង់បើយឺតលឿនអត់បានបើនិយាយទៅយឺតអរគុណច្រើនអូនអរគុណច្រើនប្រិមិត្តឥឡូវយើងឃើញថាទីតាំងកន្លែងកើតហេតុមិនទាន់ដោះស្រាយគ្នាចប់ហើយទេដោយភាគីទាំងសងខាងបាទមិនទាន់បាននិយាយគ្នាដោយភាគីខាងអូនខាងម៉ូតូ Dream Song Honda Dream Song C125 នេះសេរីឆ្នាំ2022នេះគឺគាត់រងចាំសមត្ថកិច្ចបាទសមត្ថកិច្ចវាបោះចុះមកដល់ទីតាំងកន្លែងកើតហេតុទៅធ្វើការដោះស្រាយគ្នាផងដែរបាទហើយនៅក្នុងហេតុការណ៍នេះគឺរងរបួសស្រាលទេបាទប្រិយមិត្តបាទរងរបួសស្រាលទេរងការខូចខាតតែម៉ូតូទេបាទប្រិយមិត្តបាទតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុហើយអ្នកជិះម៉ូតូទាំងសងខាងគាត់បានបញ្ជាក់ថាដោយ Honda Dream Song C125 ពីឆ្នាំ2022ពណ៌ខ្មៅនេះគឺគាត់ជិះម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ4បាទក្នុងទូទៅពីលេខបកើហើយចំណាយម៉ូតូប្រភេទម៉ូតូធំពណ៌ខ្មៅទៅស្លាកលេខដល់ភ្នំពេញ 1J S3985 នេះគឺគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ4ក្នុងទិសដៅពីខាងម្លេចបណ្ដោយចំណុចកាត់ហាត់ក៏បានឆ្លងផ្លូវបាត់ឆ្វេងចូលតាមបរិយាកាសមនោរម្យនេះបាទគណៈពេលដែលបត់ទៅដោយសារតែបាំងឡានបាទចេញផុតតិចទៅធ្វើឲ្យបងប្រុសម្នាក់ក៏ជាម៉ូតូ Honda Dream Song C125 រីឆ្នាំ2022នេះគាត់ចាប់ប្រាំងអត់ទាន់ក៏បានបុកគ្នាពេញកំហឹងទៅតែសំណាងល្អក្នុងហេតុការណ៍នេះគឺរងរបួសស្រាលតែ2នាក់ទេបាទហើយតាំងកន្លែងកាត់ហេតុថាតាមបណ្ដោយផ្លូវជាតិលេខ4បាទត្រង់ចំណុចមុខបរិយាសែនមនោរម្យបាទក្នុងភូមិ
អង្គកៅសង្កាត់ចំចៅទី3ខណ្ឌទូសែនជ័យរាជធានីភ្នំពេញបាទត្រូវនឹងព្រឹកថ្ងៃទី21ខែតុលាឆ្នាំ2022